លក្ខណៈខ្លះៗអ្នកមានកន្ទុយលេខទូរស័ព្ទលេខ5លេខ5តំណាងឲ្យចំណេះដឹងបញ្ញាញាណនិងការរីកចម្រើនប្រកបដោយភាពនឹងណបុគ្គលដែលមានកន្ទុយលេខទូរស័ព្ទលេខ5ច្រើនតែជាមនុស្សដែលមានហេតុផលនិងពោពេញដោយបញ្ញាញាណជាមនុស្សចូលចិត្តប្រើគំនិតចូលចិត្តរៀនសូត្រនិងមានការគិតពិចារណាបានដិតដល់រាល់ការសម្រេចចិត្តរបស់ពួកគេផ្អែកលើការពិតភាពជាក់ស្ដែងនិងហេតុផលជាជាងការប្រើប្រាស់អារម្មណ៍ឆេវឆាវពួកគេក៏ជាមនុស្សដែលអាចទុកចិត្តបានជាមនុស្សដែលមានភាពស្មោះត្រង់ជាមនុស្សរក្សាពាក្យសម្ដីនិយាយម៉ាត់ណាម៉ាត់ហ្នឹងនិងមិនចូលចិត្តនិយាយកុហកបោកប្រាស់ដែលអាចក្លាយជាទីប្រឹក្សាដ៏ល្អសម្រាប់មិត្តភក្តិឬក្រុមគ្រួសារពួកគេក៏ជាមនុស្សដែលមានចិត្តសប្បុរសចូលចិត្តជួយយកអាសារអ្នកដទៃមានស្មារតីយោគយល់ខ្ពស់មិនសូវចេះប្រកាន់ខឹងនឹងរឿងតិចតួចក្នុងរឿងការងារនិងការរកស៊ីជាមនុស្សដែលមានភាពហ្មត់ចត់និងមានទំនួលខុសត្រូវធ្វើអ្វីមួយទៅតាមជំហានច្បាស់លាស់មិនសូវចូលចិត្តប្រថុយប្រថានចំណុចចំណាំពេលខ្លះពួកគេក៏ជាមនុស្សដែលមានការរឹងរូសដោយសារតែជឿជាក់លើហេតុផលនិងគំនិតខ្លួនឯងខ្លាំងពេកដោយសារតែភាពហ្មត់ចត់ពេកពេលខ្លះពួកគេក៏คล้ายទៅជាមនុស្សដែលមានការគិតច្រើនរហូតដល់បាត់បង់ឱកាសល្អៗមួយចំនួនផងដែរប្រធានបទមួយនេះលើកឡើងក្រោមការខមមិនសួរពីសំណាក់បងប្អូនជាច្រើនអ្នកផងដែរអរគុណ